ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទសូមបង្ហាញនៅពិធីធ្វើម្ហូបមួយប្រភេទដែលពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងនិងប្រជាពលរដ្ឋកម្ពុជាយើងដែលនិយមចូលចិត្តម្ហូបនេះគឺសម្លម្ជូរគ្រឿងសាច់គោហើយនិងបន្លែតកួនបាទគាត់តែបើកឆ្នាំងមកគឺថាទំនងមែនទែនបាទគឺសម្លយើងបានឆ្អិនហើយបាទគឺបែកពពុះតែម្ដងជាមួយនឹងក្លិនគឺភ្លីបាទភ្លីជាមួយនឹងម្ជូរគ្រឿងបាទប្រហើរទៅដោយម្រះព្រៅបាទអញ្ចឹងដើម្បីចង់ដឹងពីរបៀបនៃការធ្វើសូមអញ្ជើញបងប្អូនទស្សនាវីដេអូពេញរបស់ខ្ញុំដូចតទៅបាទសូមអរគុណបាទជាមួយនឹងគ្រឿងផ្សំសម្លម្ជូរគ្រឿងសាច់គោគឺយើងត្រូវមានសាច់គោតាមចំណង់ចំណូលចិត្តទៅលើទំហំសមាជិកគ្រួសារបើសមាជិកគ្រួសារយើងច្រើនយើងធ្វើមិនដាក់សាច់គោច្រើនណាប៉ុន្តែខ្ញុំញ៉ាំតែម្នាក់ឯងខ្ញុំដាក់សាច់គោប្រហែលជា2ខាំ3ខាំហើយនឹងបន្លែតកួនអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានសាច់គោមានអំបិលមានប៊ីចេងមានខ្ទឹមមានម្ទេសមានគល់រំដេងមានល្មៀតមានកសាំងហើយម្រះព្រៅបាទបន្ទាប់ពីខ្ញុំបានរៀបរាប់នៅគ្រឿងផ្សំរួចហើយនៅពេលនេះយើងធ្វើការចាប់ផ្ដើមហាន់គល់ស្គ្រៃយើងដាក់មកល្មមណា2ឬក៏3គល់មកដើម្បីឲ្យឆ្ងាញ់បាទយើងសម្លរបស់យើងគឺឆ្ងាញ់ដោយសារគ្រឿងយើងធ្វើមកគ្រឿងយើងឲ្យដល់ល្សមល្មមណាខ្វះឬក៏កុំឲ្យលើសមកល្មមគឺឆ្ងាញ់ហើយអញ្ចឹងយើងធ្វើមកហាន់គល់ស្គ្រៃយើងឲ្យស្ដើងងាយស្រួលក្នុងការបុកឲ្យល្អិតបាទតែណាយើងហាន់បានស្ដើងយើងបុកតិចទៅយើងស្លោទៅយើងអត់សូវមានកំតិចបាទមានស្លឹកគ្រៃណាយើងធ្វើការកាស់ស្លឹកគ្រៃមកបាទបន្ទាប់ពីហាន់អស់ស្លឹកគ្រៃហើយយើងដាក់ស្លឹកគ្រៃដែលយើងហាន់នឹងចូលក្នុងត្បាល់មកហើយយើងផ្សំជាមួយនឹងរំដេងជាមួយនឹងខ្ទឹមជាមួយនឹងគ្រឿងផ្សំដែលទៀតមានដូចជាអំបិលប៊ីចេងស្ករម្ទេសហើយនឹងខ្ទឹមបុកយើងធ្វើការបុកឲ្យល្អិតមកយើងបុកធ្វើម៉េចបុកឲ្យបានល្អិតណាបាទបន្ទាប់ពីយើងដាក់គ្រឿងផ្សំដែលខ្ញុំបានរៀបរាប់ខាងបាញ់ហើយយើងធ្វើការបុកដាក់ក្នុងត្បាល់ហើយយើងធ្វើការបុកឲ្យល្អិតមកបុកឲ្យសព្វឲ្យល្អិតណាធ្វើម៉េចឲ្យល្អិតចូលជាល្បាយមួយបុកធ្វើម៉េចឲ្យល្មត់ល្អដើម្បីឲ្យយើងបានទទួលសម្លដែលឆ្ងាញ់ជាមួយនឹងគ្រឿងដ៏ប្រហើរបាទបន្ទាប់ពីយើងបុកគ្រឿងបានល្អិតហើយយើងចាប់ដើមចង់និយាយថាយើងបារគ្រឿងទុកមួយឡែកដាក់ក្នុងចានមកបន្តមកទៀតយើងធ្វើការហាន់សាច់គោយើងហាន់ធ្វើម៉េចឲ្យស្ដើងមកហាន់ធ្វើម៉េចឲ្យជាវត្ថុស្ដើងដើម្បីងាយស្រួលក្នុងការចម្អិនឆាប់ឆ្អិនបាទអត់ស្វិតជាងមកទទួលបានរសជាតិឈ្ងុយឆ្ងាញ់ជាងហាន់ឲ្យស្ដើងដូចក្នុងវីដេអូបាទអញ្ចឹងហាន់សាច់គោបាទបន្តមកទៀតយើងធ្វើការរៀបចំភ្លើងចង្ក្រានខ្ញុំមានចង្ក្រានអគ្គិសនីអញ្ចឹងខ្ញុំប្រើចង្ក្រានអគ្គិសនីជាបងប្អូនអត់មានបងប្អូនអាចប្រើអស់ប្រើធ្យូងតាមហ្នឹងណាតែខ្ញុំប្រើចង្ក្រានអគ្គិសនីតែមកយើងដាក់ឆ្នាំងបើកចង្ក្រានអគ្គិសនីយើងដាក់ឆ្នាំងពីលើហ្នឹងមករងចាំដល់ឆ្នាំងរាងក្តៅយើងធ្វើការចាក់ខ្លាញ់ចូលបាទចាក់ខ្លាញ់ចូលបន្តិចដើម្បីយើងកូរគ្រឿងដែលយើងបានបុកហ្នឹងចាក់ខ្លាញ់ចូលមកយើងរងចាំបន្តិចឲ្យខ្លាញ់ក្តៅយើងធ្វើការចាក់គ្រឿងដែលយើងបានបុកហ្នឹងលីងគ្រឿងឲ្យឈ្ងុយបាទលីងមករាងកន្លងក្រហមតិចមកតែឲ្យខ្លោចបាទតែមកយើងដាក់សាច់ចូលសាច់កូរជាមួយគ្រឿងទុកមួយសន្ទុះឲ្យរាងឈ្ងុយបន្ទាប់មកយើងធ្វើការចាក់ទឹកចូល
ទឹកចូលហ្នឹងកុំឲ្យខ្លោចបាទយើងចាក់មកល្មមសិនមកបាទចាក់មកល្មមហើយយើងធ្វើការក្របគម្របវាទុកបាទក្របគម្របទុករយៈពេលជាពី3នាទីណាតែមកយើងបើកគម្របមកយើងឃើញអំឡោយើងចាប់ដើមពុះហើយយើងចាប់ដើមដាក់បន្លែត្រកួនយើងចូលណាបន្លែត្រកួនយើងកូរជាមួយនឹងគ្រឿងដែលយើងដាក់ទឹកប៉ែកហ្នឹងយើងកូរឲ្យសព្វណាកូរឲ្យសព្វដើម្បីឲ្យវាចូលជាតិជាមួយនឹងបន្លែជាមួយនឹងសាច់របស់យើងណាបាទតែមកបន្ទាប់ពីយើងកូរហើយយើងចាក់ទឹកចូលទៅតាមចំណង់ចំណូលចិត្តជាមួយនឹងបរិមាណសម្លរបស់យើងចាក់ទឹកចូលហើយយើងធ្វើការក្របវាមករហូតដល់វាឆ្អិនបាទបន្ទាប់ពីយើងទុកមួយសន្ទុះយើងឃើញមានផ្សែងចេញពីក្នុងឆ្នាំងសម្លរបស់យើងគឺចេញក្លិនក្លិនឈ្ងុយតែម្ដងអញ្ចឹងយើងចាប់ផ្ដើមបើកគម្របមើលឃើញថាពុះក្រាក់តែម្ដងបាទយើងសម្លរបស់យើងចាប់ផ្ដើមពុះហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើការចាប់ផ្ដើមភ្លក់អញ្ចឹងយើងភ្លក់ថ្មិចតាមចំណង់ចំណូលចិត្តបងប្អូនទៅតាមរសជាតិរបស់បងប្អូនចូលចិត្តសម្រាប់ខ្ញុំគឺសម្លហ្នឹងល្មមអាចទទួលទានបានហើយបាទអញ្ចឹងខ្ញុំធ្វើការភ្លក់មកល្មមតាមចំណង់ចំណូលចិត្តហើយដើម្បីខ្ញុំគាត់ដួសដាក់ចានបាទដួសដាក់ចានដើម្បីបរិភោគបាទអញ្ចឹងយើងបានទទួលនឹងសម្លដែលឆ្ងាញ់ពិសារួចហើយអញ្ចឹងមកទទួលទានអាហារជាមួយខ្ញុំបាទសម្លជូរគ្រឿងសាច់គោបាទឆ្ងាញ់មែនទែនបងប្អូនបាទសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់អញ្ចឹងសង្ឃឹមថាបងប្អូនទទួលបាននៅអត្ថប្រយោជន៍ដូចជាវិធីធ្វើម្ហូបពីវីដេអូរបស់ខ្ញុំ